ក្នុងទីនេះព្រះអរិយបុគ្គលឈ្មោះថាព្រះសង្ឃព្រោះហេតុអីបានឈ្មោះថាសង្ឃព្រោះជាអ្នកកំចាត់នៅកិលេសបានហើយដោយល្អកំចាត់កិលេសបាននៅព្រះសង្ឃកំចាត់កិលេសបាននៅអរិយបុគ្គលបានហើយកំចាត់កិលេសដោយល្អយល់ពាក្យថាកំចាត់ដោយល្អហ៎បងអត់តន់យល់លោកតាពាក្យថាដោយល្អនៅក្នុងទីនេះចង់មានន័យថាព្រះអរិយបុគ្គលកំចាត់កិលេសណាចោលហើយកិលេសមានកើតដល់លោកទៀតអត់កើតទេផ្ទុយមកវិញយើងពេលខ្លះយើងថាយើងឥឡូវដូចមិនសូវខឹងក្រោធយើងដូចមិនសូវជាប់ជាពាក់តែពេលខ្លះនៅតែខឹងក្រោធនៅតែជាប់ជាពាក់យើងដោយសារអីយើងកំចាត់កិលេសបានដោយមិនល្អយើងលះកិលេសបានមួយផ្លែតទេតែព្រះអរិយបុគ្គលកំចាត់កិលេសដោយអរិយមគ្គលោកសម្រេចមគ្គផលត្រាស់ដឹងនៅព្រះនិព្វានហើយអញ្ចឹងកិលេសណាដែលធ្លាប់មានពីមុនមកកិលេសហ្នឹងគឺលោកកំចាត់ល្អហើយសោតាបានលះសកាយតិដ្ឋិសកតាគាមីធ្វើកិលេសទោសៈរាគៈឲ្យស្រាលស្ដើងព្រះអនាគាមីលះនៅទោសៈលះនៅការជាប់ជាពាក់ក្នុងអារម្មណ៍ខាងក្រៅព្រះអរហន្តលះកិលេសមិនមានសេះសល់អញ្ចឹងដែលយើងយកព្រះសង្ឃជាទីពឹងជាអារម្មណ៍ដោយល្អហ្នឹងគឺសំដៅដល់សង្ឃដែលជាអរិយបុគ្គលអ្នកកំចាត់កិលេសបានហើយនៅពេលដែលពិចារណាទៅដល់បុគ្គលនេះកំចាត់កិលេសបានហើយយើងអាចយកតួយ៉ាងនរណាគេដែលកំចាត់កិលេសបានព្រះអរហន្តព្រះសារីបុត្រព្រះមោគលានព្រះអានន្ទដែលជាអ្នកបដិបត្តិល្អបដិបត្តិប្រពៃហើយលោកអស់កិលេសចឹងណាបងនៅពេលដែលពិចារណាវិស័យរបស់បុគ្គលអ្នកបដិបត្តិល្អបដិបត្តិអស់កិលេសហ្នឹងទៅធ្វើឲ្យចិត្តយើងមិនទៅបងបុគ្គលនឹងអត់មានកិលេសក្នុងសន្តានកើតសេចក្តីជ្រះថ្លាអញ្ចឹងយកអរិយបុគ្គលជាទីពឹងទីរលឹកទៅហើយមួយទៀតដែលយើងអាចសង្គ្រោះយកបានគឺយកសមត្ថិសង្ឃធ្លាប់លើសមត្ថិសង្ឃណាបងអត់ទេសមត្ថិសង្ឃនេះគឺសំដៅដល់ពុទ្ធជនមិនមែនព្រះអរិយបុគ្គលទេតែជាអ្នកបដិបត្តិទៅក្នុងសិលសមាធិបញ្ញាបដិបត្តិដើម្បីឲ្យក្លាយជាអរិយសង្ឃតែមិនទាន់ក្លាយជាអរិយសង្ឃទេអញ្ចឹងភិក្ខុណាដែលជាអ្នកសង្រួមទៅក្នុងសិលសិក្ខាបទជាអ្នកមានសិលមានសមាធិមានបញ្ញាហើយបដិបត្តិទៅក្នុងសិលសមាធិបញ្ញាហ្នឹងក៏អាចមានលោកជាទីពឹងទីរលឹកបានដែរតែមិនដូចអរិយសង្ឃតែហ្មងទេបានអរិយសង្ឃជាទីពឹងគឺល្អពិសេសនៅពេលដែលយើងពិចារណាដល់អរិយបុគ្គលទាំងឡាយប្រសិទ្ធក្តីភ័យខ្លាចក្នុងចិត្តយើងហ្នឹងក៏អត់កើតមានដែរព្រះអង្គសម្ដែងថាចេះសម្ដែងថាប្រសិនបើយើងទៅក្នុងទីណាមួយដែលកើតសេចក្តីភ័យខ្លាចតក់ស្លុតពេលដែលមានភ័យតក់ស្លុតពិចារណាគុណរបស់ព្រះសម្មាសម្ពុទ្ធទៅយកព្រះពុទ្ធជាទីពឹងបើពិចារណាយកគុណព្រះពុទ្ធជាទីពឹងមិនបានពិចារណាគុណព្រះពុទ្ធទេយកព្រះធម៌មគ្គផលនិព្វានជាទីពឹងទីរលត់ទៅបើមិនបានយកព្រះធម៌ទេគឺយកព្រះសង្ឃហ្នឹងឯងដែលជាព្រះអរិយបុគ្គលអ្នកកំចាត់កិលេសបានល្អហ្នឹងទៅអញ្ចឹងនៅពេលដែលសម្លឹងដល់គុណរបស់ព្រះពុទ្ធពធព្រះសង្ឃដោយល្អហើយសេចក្តីភ័យខ្លាចរបស់យើងនឹងមិនកើតមានទៀតទេតោះឥឡូវតទៅមុខបន្តិចទៀតមកមុនហ្នឹងសំឡេងចូលបន្តិចបើឥឡូវបកសំណួរមកវិញញោមណាព្រះសង្ឃមានន័យថាម៉េចបើអ្នកណាគេឆ្លើយក៏បានដែរក្នុងក្រុមព្រះសង្ឃបានន័យថាដល់សំដៅដល់ព្រះអរិយបុគ្គលចា៎អ្នកកំចាត់កិលេសបានអ្នកកំចាត់កិលេសបានស្ដាប់តន់ណាព្រះសង្ឃគឺសំដៅដល់ព្រះអរិយបុគ្គលអ្នកកំចាត់កិលេសបានហើយនឹងទើបជាព្រះសង្ឃអញ្ចឹងយើងសូមអភិវាទសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធថ្វាយបង្គំនៅព្រះធម៌នៅព្រះសង្ឃ
ពាក្យថាក្រាបថ្វាយបង្គំពាក្យថាអភិវាទមានន័យថាម៉េចបងថ្វាយបង្គំយល់ទេបងដូចជាពាក្យងាយណាបងតែពាក្យថ្វាយបង្គំពាក្យដើមហ្នឹងប្រែថាអភិវាទយ៉ាងណាបងអភិវាទហ្នឹងជាការថ្វាយបង្គំដ៏ពិសេសដោយពិសេសថ្វាយបង្គំដោយអីដោយមានចិត្តគោរពចំពោះគុណរបស់ព្រះរតនត្រ័យសម្លឹងឃើញគុណយល់ទៅក្នុងគុណហើយក៏ថ្វាយបង្គំដោយកាយវាចាចិត្តប្រះចាកសេចក្តីភ័យខ្លាចមិនប្រះចាកការប្រាថ្នាលាភសក្ការៈប្រះចាកការឃើញចំពោះតកូលឬក៏ថាគោរពជាគ្រូអាចារ្យជាដើមនឹងទៅជាការអភិវាទស្ដាប់យល់ទេ